សួស្តីដល់បងប្អូនអរគ្នាចឹងខ្ញុំមាន limit មួយសម្រាប់ចែកជូនដល់បងប្អូនអរគ្នាក្នុងការប្រឡងបាក់ឌុបនៅក្នុងឆ្នាំ2026ខាងមុខនេះចឹង limit ហ្នឹងដែលចេញបាក់ឌុបទៅតែបើសិនជាក្រសួងលេងយើងមកក្បាច់បើសិនជាយើងអត់ចេះគឺយើងធ្វើលំហាត់នឹងអត់បានទេចឹងជា limit x-0 លិននៃ1 + 2026x នៅលើ x ចឹងមុននឹងទៅធ្វើលំហាត់ហ្នឹងយើងចំនួនរៀងជាមុនសិនចឹង2000កន្លែងណាដែលមាន x យើងចំនួនដល់លេខ0ចឹង2026គុណនឹង0 0ចឹងលិននៃ1ចឹងត្រូវចាំលិននៃ1ស្មើ0ចឹងឥឡូវស្មើ0ភាគយកស្មើ0ដល់ភាគបែង x ចឹង x ចំនួនដល់0ចឹងរៀង0លើ0ចឹងយើងចំនួនហើយយើងត្រូវតែចាំរូបមន្តគឺ limit x ខិតចិត្ត0លិននៃ1 + ax នៅលើ ax ស្មើនឹង1អញ្ចឹងយើងត្រូវតែចាំរូបមន្តហ្នឹងកាលណាយើងចាំរូបមន្តហ្នឹងយើងអាចធ្វើលំហាត់ខាងលើបានហើយអញ្ចឹងយើងថ្មិចនេះជំនួសចឹងស្មើនឹង limit x ខិតចិត្ត0លិននៃ1 + 2026x អាក្រោមនេះយើងថ្មិចឲ្យមានតម្លៃ a ឡើយ a 2026ចឹងយើងថ្មិចដាក់ឲ្យ2026ដូចគ្នាចឹងកាលណាភាគបែងថែមនឹងលេខប៉ុណ្ណាភាគយកក៏ថែមលេខនឹងប៉ុណ្ណឹងដូចគ្នាដែរ2026តើមកនេះចូលរូបមន្តអូនចូលរូបមន្តនេះអញ្ចឹងលិននៃ1 + ax នៅលើ ax ស្មើ1អញ្ចឹងលិននៃ1 + 2026x នៅលើ 2026x អានេះស្មើនឹង1អញ្ចឹង1អាម្ដុំនេះស្មើនឹង1អានេះ2026អញ្ចឹងចម្លើយវាគឺស្មើនឹង2026អញ្ចឹងលំហាត់ហ្នឹងមានតែប៉ុណ្្នឹងឲ្យតែសំខាន់ឲ្យតែបងអូនចេះរូបមន្តចាំរូបមន្តទៅជាងអាចធ្វើបានហើយដូចនេះlimit x ខិតចិត្ត0លិននៃ1 + 2026x នៅលើ x ស្មើនឹង2026ចម្លើយវាមានតែប៉ុណ្ណឹង